ខ្ញុំបានអឿនត្រីជាមួយនឹងកម្មវិធីប្រកួត Miss Cosmo Cambodia ឆ្នាំ2025បានធ្វើដំណើរទស្សនកិច្ចទៅដល់ខេត្តស្ទឹងត្រែងនៅក្នុងដំណើរបំពេញទស្សនកិច្ចមួយនេះបើក្រៅពីការងារចុះទៅផ្សព្វផ្សាយតាក់ទងអំពីតំបន់រមណីយដ្ឋាននៅក្នុងខេត្តស្ទឹងត្រែងហើយការងារចម្បងមួយទៀតហ្នឹងគឺជាការងារមនុស្សធម៌សម្រាប់ត្រីការងារមនុស្សធម៌លើកនេះគឺជាការងារមនុស្សធម៌មួយដ៏ធំនិងមានអត្ថន័យជ្រាលជ្រៅខ្លាំងមែនទែនខ្ញុំបានផ្ទាល់ជាមួយនឹងក្រុមការងារ Miss Cosmo ក៏ដូចជាបវរកញ្ញាបានទទួលនូវភាពកក់ក្ដៅយ៉ាងពេញបរិបូរណ៍តែម្ដងហើយដំណើរទស្សនកិច្ចមួយនេះអាចដំណើរការទៅបានយ៉ាងរលូននិងជោគជ័យបែបនេះក៏អាស្រ័យក្រោមការជ្រោមជ្រែងក៏ដូចជាគាំទ្រពីសំណាក់រដ្ឋបាលខេត្តស្ទឹងត្រែងជាពិសេសគឺឯកឧត្តមសសុពុត្រាអភិបាលនៃគណៈអភិបាលខេត្តស្ទឹងត្រែងនិងលោកជំទាវ ឡុងភិរមរដ្ឋលេខាធិការក្រសួងទេសចរតំណាងដល់ខ្ពង់ខ្ពស់ឯកឧត្តមហួតហៈរដ្ឋមន្ត្រីក្រសួងទេសចរព្រមទាំងថ្នាក់ដឹកនាំជាច្រើនដែលអញ្ជើញមកពីគ្រប់ស្ថាប័ននៅក្នុងខេត្តស្ទឹងត្រែងគួរបញ្ជាក់ផងដែរថាដំណើរបំពេញទស្សនកិច្ចលើកនេះគឺមានរយៈពេល3ថ្ងៃដែលគិតចាប់ពីថ្ងៃទី25រហូតដល់ថ្ងៃទី27ខែមិនិនាឆ្នាំ2025នេះហើយថ្ងៃដែលត្រូវបំពេញកិច្ចការមនុស្សធម៌នេះគឺនៅថ្ងៃទី3ដែលត្រូវនៅថ្ងៃទី27ខែមិនិនាឆ្នាំ2025ចំណែកឯទីតាំងក៏ដូចជាតំបន់នៃការធ្វើកិច្ចការមនុស្សធម៌នេះគឺនៅស្រុកសេសានខេត្តស្ទឹងត្រែងផ្ទាល់តែម្ដងហើយចំពោះការងារសប្បុរសធម៌នៃថ្ងៃនេះគឺបានអញ្ជើញចូលរួមជាអធិបតីភាពពីសំណាក់ឯកឧត្តមសសុពុត្រាគណៈនៃគណៈអភិបាលខេត្តស្ទឹងត្រែងនិងថ្នាក់ដឹកនាំគ្រប់រូបដែលអញ្ជើញមកពីគ្រប់ស្ថាប័នទាំងអស់គូបញ្ជាក់ផងដែរថាចំពោះការងារសប្បុរសធម៌លើកនេះកម្មវិធី Miss Cosmo Cambodia ឆ្នាំ2025ក៏បាននាំយកនៅគ្រឿងឧបភោគបរិភោគនិងថវិកាជូនប្រជាជនចំនួន300នាក់សម្ភារៈសិក្សានិងថវិកាសម្រាប់សិស្សានុសិស្សចំនួន300នាក់ហើយខ្ញុំបាទអឿនត្រីក៏ទទួលបានកិត្តិយសយ៉ាងខ្ពង់ខ្ពស់ដែលតំណាងឲ្យ Miss Cosmo Cambodia ឆ្នាំ2025ធ្វើកិច្ចសម្ភាសជាមួយនឹងឯកឧត្តមសសុពុត្រាគណៈនៃគណៈអភិបាលខេត្តស្ទឹងត្រែងផ្ទាល់តែម្ដងតាក់ទងអំពីចំណាប់អារម្មណ៍ក៏ដូចជាការយល់ឃើញរបស់ឯកឧត្តមចំពោះដំណើរទស្សនកិច្ចផ្លូវការរបស់បេក្ខនារីរបស់ Miss Cosmo Cambodia ឆ្នាំ2025ក្រឡេកមកមើលបងប្អូនសិស្សានុសិស្សទាំងអស់គឺបានផ្ដល់នូវក្តីស្រឡាញ់មកកាន់ក្រុមការងារ Miss Cosmo ក៏ដូចជាខ្ញុំបាទខ្លាំងមែនតើសម្រាប់ខ្ញុំវត្តមានរបស់បងប្អូននៅថ្ងៃនេះគឺជាកម្លាំងចិត្តនិងកិត្តិយសរបស់ខ្ញុំក៏ដូចជាកម្មវិធីទាំងមូលបន្តទៅទៀតនេះខ្ញុំសូមបដូរអារម្មណ៍នៃការអត្ថាធិប្បាយបែបលក្ខណៈប្លុកវិញម្ដងបាទគឺថានៅពេលហ្នឹងខ្ញុំកន្លែងតែថតរូបជាមួយនឹងបងប្អូនណាឯកឧត្តមអភិបាលខេត្តនិងថ្នាក់ដឹកនាំគ្រប់ជាន់ថ្នាក់ព្រមជាមួយនឹងបេក្ខនារីរបស់យើងបានទៅទស្សនានៅតូបដែលដាក់តាំងបង្ហាញនៅផលិតផលនៅស្រុកសេសាននេះតតែម្ដងជាពិសេសបានភ្លក់នៅអាហារនៅក្នុងតំបន់នេះផងដែរបន្ទាប់ពីថតរូបទុកជាអនុស្សាវរីយ៍រួចបេក្ខនារីរបស់យើងក៏ត្រឡប់មកវិញហើយក៏បានធ្វើការចែកជូននៅសម្ភារៈសិក្សាជូនបងប្អូនសិស្សានុសិស្សជាច្រើនមិនកម្មវិធីត្រីទេប៉ុន្តែត្រីចូលទៅជួយចែកដែរនៅពេលដែលចែកជូនសិស្សានុសិស្សរួចកិច្ចការមនុស្សធម៌ថ្ងៃនេះសន្មតថាចប់នៅពេលដែលខ្ញុំមើលវីដេអូហ្នឹងហើយនៅត្រង់ចំណុចហ្នឹងខ្ញុំចង់តែយកមកនិយាយធំហ្មងព្រោះដោយសារតែខ្ញុំរំភើបចំពោះទឹកចិត្តរបស់បងប្អូនទាំងអស់មកកាន់ខ្ញុំត្រីគ្មានអ្វីក្រៅពីអរគុណខ្លាំងមែនតើពួកយើងនឹងជួបគ្នានៅថ្ងៃណាមួយទៀតជាមិនខានទេ